បាទតោះយើងចាប់ផ្ដើមប្រធាននេះគឺគេដាក់ថាចូលបង្ហាញលក្ខណៈមនុស្សក្នុងរឿងរាមកេរ្តិ៍គេអត់បានសំដៅទៅលើតួអង្គណាមួយទេដូច្នេះកាលណាយើងឃើញប្រភេទប្រធានមកអញ្ចេះគឺយើងត្រូវដឹងថាគឺគេនិយាយរួមតួអង្គណាក៏បានដែរឲ្យតែតួអង្គនោះសម្ដែងចេញនៅលក្ខណៈមនុស្សតែសំខាន់យើងត្រូវស្គាល់សិនថាតើអ្វីជាលក្ខណៈមនុស្សបាទអញ្ចឹងពាក្យថាលក្ខណៈមនុស្សគឺអ្វីដែលយើងសម្គាល់ថាជាសកម្មភាពជាទម្លាប់ជាចរិតលក្ខណៈរបស់មនុស្សនោះអញ្ចឹងបើនិយាយពីចរិតលក្ខណៈរបស់មនុស្សគឺពាក់ព័ន្ធទៅនឹងខឹងស្អប់ប្រច័ណ្ឌចំណែនបាទដោយចងអាឃាតឈ្នានីសហិង្សាអ្វីដែលបង្ហាញពីចរិតលក្ខណៈអាកប្បកិរិយាដែលយើងជាមនុស្សជាទូទៅធ្វើនឹងឯងដែលហៅថាលក្ខណៈមនុស្សអញ្ចឹងកាលណាគេឲ្យបង្ហាញលក្ខណៈមនុស្សក្នុងរឿងរាមកេរ្តិ៍បែបនេះគឺបងប្អូនត្រូវយកអាលក្ខណៈដែលលោកគ្រូរៀបរាប់មិញខឹងប្រច័ណ្ឌស្អប់ហិង្សាឈ្នានីសគ្នាអីជាដើមនោះយើងយកទៅពិចារណាជាមួយតួអង្គមួយអញ្ចឹងពេលដែលយើងបកស្រាយយើងនិយាយតួអង្គមួយអញ្ចឹងតួអង្គដំបូងហើយសំខាន់ជាងគេគឺព្រះរាមយើងត្រូវនិយាយអំពីលក្ខណៈមនុស្សរបស់ព្រះរាមតើអញ្ចឹងហើយចាំយើងទៅសម្លឹងតួអង្គបន្ទាប់យើងគិតថាជាអ្នកណាព្រះលក្ខណ៍ឬក៏នាងសីតាឬក៏ក្រុងរាពណ៍បាទឬក៏ហនុមានឬក៏អ្នកណាដែលយើងគិតថាតួអង្គនោះបានស្ដែងចេញនៅលក្ខណៈមនុស្សស្ដាប់តអញ្ចឹងបងប្អូនហើយចំពោះប្រធានមួយនេះការបកស្រាយរបស់វាគឺវាចូលក្នុងរបៀបគំនិតសំខាន់លំអិតឧទាហរណ៍នៅជាមួយគ្នានេះកន្លែងនេះដែលលោកគ្រូចង់ប្រាប់បងប្អូនគឺវានៅជាមួយគ្នាបណ្ដោយបងប្អូនត្រូវចំណាំរបៀបសរសេរនឹងមួយទៀតប្រធានឯកអក្សរសិល្ប៍ជាទូទៅគេសេលើនេះគំនិតសំខាន់ផ្សេងសេចក្តីលំអិតផ្សេងហើយឧទាហរណ៍ផ្សេងមានន័យថាគំនិតសំខាន់លំអិតវាទៅហើយឧទាហរណ៍ឲ្យគំនិតសំខាន់មកលំអិតទៅហើយឧទាហរណ៍ឲ្យអញ្ចឹងមានន័យ3ហ្នឹងវាដើរទៅគ្នាគំនិតសំខាន់សេចក្តីលំអិតឧទាហរណ៍ប៉ុន្តែករណីប្រធានខ្លះដូចប្រធានយើងថ្ងៃនេះចាប្រធានយើងថ្ងៃនេះយើងប្រើអាលើនេះក៏បានដែរក៏ប៉ុន្តែខ្លាចពិបាកនេះខ្លាចពិបាកយើងអាចប្រើអាក្រោមនេះគំនិតសំខាន់ហើយសេចក្តីលំអិតនិងឧទាហរណ៍យើងចំបាច់វាចូលគ្នាក៏ដោយមានន័យថាយើងអត់មើលឃើញសេចក្តីលំអិតផ្សេងឧទាហរណ៍ផ្សេងទៀតទេយើងមើលឃើញថាគំនិតសំខាន់ហើយគឺលំអិតឧទាហរណ៍នៅជាមួយគ្នាតែម្ដងអាហ្នឹងក៏អត់ខុសដែរលោកគ្រូចង់ប្រាប់ថាហ្នឹងក៏ជាក្បួនគេមួយដែរស្ដាប់តនេះចឹងអញ្ចឹងថ្ងៃនេះយើងជួបអញ្ចឹងបាទប៉ុន្តែលោកគ្រូបញ្ជាក់ហើយណាខាងលើនេះបើយើងចង់យកមកសរសេរប្រភេទប្រធានយើងនេះទៀតក៏មិនខុសដែរអត់ខុសទេគ្រាន់តែថាលោកគ្រូចង់ឲ្យបងប្អូនយើងចេះក្បួនផ្សេងទៀតណាក្បួនផ្សេងទៀតដែលយើងអាចប្រើបានណាយើងអាចប្រើបានហ្នឹងចង់ជម្រាបបងប្អូនយើងប៉ុណ្ណឹងណាអញ្ចឹងថ្ងៃនេះគឺយើងនឹងជួបរបៀបសរសេរគឺគំនិតសំខាន់សេចក្តីលំអិតនិងឧទាហរណ៍ឲ្យវានៅចូលគ្នាបណ្ដោយបាទអញ្ចឹងយើងដឹងក្បួនដឹងអីចឹងទៅយើងសរសេរវាបានលឿនហើយយើងជឿជាក់សរសេរទាំងភាពជឿជាក់អត់មានប្រែប្រុសទេឥឡូវបងប្អូនយើងតាមដានជាមួយគ្នាចំពោះលំនាំបញ្ហាយើងអាចសរសេរបែបនេះក្រោយពីបានសិក្សាស្នាដៃអក្សរសិល្ប៍រឿងរាមកេរ្តិ៍បងប្អូនពេលប្រឡងទោះបីបងប្អូនយើងចេះរបៀបច្រើនក៏ដោយប៉ុន្តែពេលប្រឡងសូមប្រើរបៀបហ្នឹងលំនាំសូមធ្វើតាមរបៀបអញ្ចឹងក្រោយពីបានសិក្សាអាហ្នឹងក្នុងករណីប្រធានឯកអក្សរសិល្ប៍ណាដាក់តនេះប្រធានឯកអក្សរសិល្ប៍ឲ្យប្រធានណាក៏ដោយឲ្យតែចេញក្នុងរឿងមួយជាក់លាក់សូមបងប្អូនសរសេរលំនាំមកគឺអញ្ចឹងអាហ្នឹងគឺជារបៀបដែលគេសរសេរលំនាំក្នុងប្រភេទប្រធានឯកអក្សរសិល្ប៍ដែលជារបៀបសរសេរពេញនិយមហើយអ្នកសរសេរច្រើនសូម្បីតែក្នុងអត្រាកំណែក៏គេសរសេរចេះដែរភាគច្រើនគឺគេសរសេរអញ្ចឹងហើយពេលយើងទៅប្រឡងយើងជួបប្រធានឯកអក្សរសិល្ប៍យើងសរសេរអញ្ចឹងដែរលំនាំចាប់វឹកមកគឺក្រោយពីបានសិក្សានឹងយកមកបាទទោះបីថាបងប្អូនចេះរបៀបផ្សេងក៏ដោយប៉ុន្តែសូមយករបៀបនេះទៅប្រឡងបាទពួកអីពីព្រោះគេប្រើញឹកញាប់បាទហើយយើងសរសេរទៅវាស៊ីគ្នាជាមួយអត្រាកំណែយើងមិនសំខាន់ថាយើងសរសេរតាមអ្វីដែលយើងចេះឬមិនចេះទេសំខាន់យើងសរសេរតាមអ្វីដែលយើងគិតថាអត្រាកំណែគឺគេសរសេរបែបម៉េចយើងព្យាករតាមអត្រាកំណែទៅអញ្ចឹងយើងសរសេរទៅចំអត្រាកំណែបន្ទុកយើងពេញមកបាទអញ្ចឹងយើងសរសេរអញ្ចឹងមកក្រោយពីបានសិក្សាស្នាដៃអក្សរសិល្ប៍រឿងរាមកេរ្តិ៍ដែលស្ថិតនៅក្នុងចលនាព្រាហ្មណ៍និយមព្រាហ្មណ៍នេះដាក់ណតន្តគាហ្នឹងណាព្រាហ្មណ៍និយមចប់សពគ្រប់រួចមកយើងបានឃើញថានេះកន្លែងនេះដែលលោកគ្រូចង់បញ្ជាក់បងប្អូនណាកន្លែងយើងបានឃើញថានេះចាប់ពីហ្នឹងទៅត្រូវនិយាយធ្វើម៉េចឲ្យតាក់ទងជាមួយប្រធានណានេះកន្លែងដំណើរស្អីនេះដំណើររឿងបានលើកយកអីនេះមកហ្នឹងអាប្រហែលម៉ាត់ហ្នឹងសូមធ្វើម៉េចឲ្យវាតាក់គ្នាជាមួយប្រធានស្ដាប់ไปតោះណាកន្លែងហ្នឹងណាបាទធ្វើម៉េចឲ្យវាតាក់គ្នាជាមួយប្រធានអញ្ចឹងវាមាន3ដំណាក់កាលទី1បងប្អូនយើងសេមកក្រោយពីបានសិក្សាស្នាដៃអក្សរសិល្ប៍រឿងរាមកេរ្តិ៍ដែលស្ថិតនៅក្នុងចលនាព្រាហ្មណ៍និយមចប់សពគ្រប់រួចមក
កន្លែងនេះយើងអាចថែមបានច្រើនម៉ាត់ទៀតណាឧទាហរណ៍បាទក្រោយពីបានសិក្សាស្នាដៃអក្សរសិល្ប៍រឿងទុំទាវបាទដែលជាស្នាដៃនិពន្ធរបស់ភិក្ខុសោមឬក៏ដែលជាស្នាប្រហោះយើងប្រើពាក្យស្នាប្រហោះមកដែលជាស្នាប្រហោះរបស់ព្រះភិក្ខុសោមស្ថិតក្នុងចលនាខេមរៈនិយមបាទចប់សពគ្រប់រួចមកឃើញយើងថែមចឹងបានហើយបើចង់ថែមឆ្នាំក៏បានដែរហោហែចឹងមកដែលនិពន្ធដោយភិក្ខុសោមក្នុងឆ្នាំ1915ចឹងមកស្ថិតក្នុងចលនាខេមរៈនិយមចប់សពគ្រប់រួចមកឃើញយើងអាចពជ្រៀតចូលបានប៉ុន្តែកន្លែងហ្នឹងលោកគ្រូបញ្ជាក់បន្តិចពជ្រៀតចូលបានប៉ុន្តែមិនឲ្យច្រើនពេកទេអាចថា2ចំណុចឬ3ចំណុចឧទាហរណ៍ឈ្មោះអ្នកនិពន្ធចលនាឬក៏ឈ្មោះអ្នកនិពន្ធឆ្នាំនិពន្ធហើយនឹងចលនា3ចំណុចហ្នឹងបានហើយយើងមិនចាំបាច់ប្រាប់សង្គមបរិយាកាសមិនបាច់ប្រាប់ទៅប្រធានរឿងមូលបញ្ហារឿងឬក៏ប្រភពឬក៏អីមកញ៉ៃញ៉ៃច្រើនពេកវាទៅជារឿងផ្សេងវិញហើយអញ្ចឹងវាលំនាំហ្នឹងវាខុសប្រក្រតីអញ្ចឹងយើងលួចទៅជ្រៀតតែឈ្មោះអ្នកនិពន្ធឆ្នាំនិពន្ធអីទៅបានហើយស្ដាប់តនេះចឹងបងប្អូនចំណុចហ្នឹងណាហើយចប់សពគ្រប់រួចមកនេះយើងឃើញថាអញ្ចឹងចាប់ពីយើងឃើញថាហ្នឹងនិយាយតែមកបន្ទាត់ឬពីរបន្ទាត់ទេប៉ុន្តែធ្វើម៉េចឲ្យពាក់ព័ន្ធនឹងប្រធានដែលបង្ហាញលក្ខណៈមនុស្សក្នុងរឿងរាមកេរ្តិ៍អញ្ចឹងកន្លែងហ្នឹងយើងប្រាប់ពាក្យថាម៉េចអញ្ចឹងបងប្អូនយើងសង្កេតមើលយើងឃើញថាដំណើររឿងបានលើកយកបញ្ហារបស់មនុស្សមកចោទនិងដោះស្រាយទៅតាមសភាពធម្មតារបស់មនុស្សដំណើររឿងមានន័យសាច់រឿងតែនេះដាក់ពាក្យសាច់រឿងក៏អត់ខុសដែរសាច់រឿងបានលើកយកបញ្ហារបស់មនុស្សមកចោទនិងដោះស្រាយទៅតាមសភាពធម្មតារបស់មនុស្សឃើញទេបាទអញ្ចឹងមកបើយើងអាចលើកថាបង្ហាញលក្ខណៈមនុស្សក្នុងរឿងរាមកេរ្តិ៍អញ្ចឹងកន្លែងនេះយើងប្រើពាក្យនេះមួយទៀតកាន់តែល្អដំណើររឿងបានលើកយកបញ្ហារបស់មនុស្សជាច្រើនមានភាគច្រើនបាទប៉ុន្តែក្នុងនោះក៏មានលក្ខណៈអតិទេពដែរបាទជាច្រើនចឹងមកយើងថែមមិននឹងតិចណាដើម្បីកុំឲ្យវាមានទម្ងន់ថារឿងរាមកេរ្តិ៍សិតតែលក្ខណៈមនុស្សតែពិតវាមានលក្ខណៈអតិទេពក៏ច្រើនណាស់ដែរប៉ុន្តែលក្ខណៈមនុស្សច្រើនបាទច្រើននៅក្នុងរឿងហ្នឹងអញ្ចឹងបង្ហាញឲ្យលើកយកបញ្ហារបស់មនុស្សជាច្រើនមកចោទនិងដោះស្រាយទៅតាមសភាពធម្មតារបស់មនុស្សសភាពធម្មតារបស់មនុស្សមានន័យថាគឺជួនដោះស្រាយជោគជ័យទៅជួនដោះស្រាយបរាជ័យទៅព្រះរាមដោះស្រាយបញ្ហាមិនជោគជ័យឯណាបងប្អូនទីបំផុតទៅព្រះរាមអត់បានជួបនាងសីតារៀងរហូតសូម្បីតែព្រះអង្គចូលកោតបញ្ឆោតនាងសីតាមកហើយក៏នាងសីតាមិនអាចលើកលែងទោសឲ្យព្រះអង្គរត់តែខឹងឡើងហើយនាងក៏បានរត់ទៅពីព្រះអង្គបានអធិដ្ឋានទៅឋានភុជង្គនេះហើយក៏បានចុះទៅឋានភុជង្គនេះបែកពីព្រះរាមជារឿងរហូតឃើញទេអញ្ចឹងសភាពធម្មតារបស់មនុស្សគឺអញ្ចឹងគ្រប់បញ្ហាជួនក៏ដោះស្រាយទៅជោគជ័យជួនក៏ដោះស្រាយទៅបរាជ័យហ្នឹងហើយមនុស្សហ្នឹងមនុស្សมันអាចដោយអតិទេពស្អីក៏ជោគជ័យបានទេបាទមនុស្សគឺមានជោគជ័យមានបរាជ័យមានសបាយមានការຕົកជាធម្មតារបស់មនុស្សបាទអញ្ចឹងយើងស្អីប៉ុណ្ណឹងមកយើងអាចលើកប្រធានចូលប៉ុន្តែពេលលើកចូលបងប្អូនត្រូវចេះរបៀបភ្ជាប់សេចក្តីវាផងកុំឲ្យយើងទម្លាប់តែលើកប្រធានដែលអាស្រ័យហេតុនេះហើយទៅមានទស្សនៈមួយលើកឡើងថាអីអាហ្នឹងវាមិនពិបាកទេប៉ុន្តែប្រភេទប្រធានខ្លះយើងដាក់អញ្ចឹងទៅវាឆ្កងអញ្ចឹងសូមបងប្អូនយើងចេះសម្រួលពាក្យពេចន៍ផងអញ្ចឹងកន្លែងនេះយើងអាចប្រើពាក្យថាអាស្រ័យហេតុនេះហើយទៅប្រធានឃើញទេទៅប្រធានបានឲ្យយើងបង្ហាញលក្ខណៈមនុស្សក្នុងរឿងរាមកេរ្តិ៍ប៉ុណ្ណឹងមកបានអត់មានអភន្តរសញ្ញាមានអីទេព្រោះប្រធានអត់មានផងអញ្ចឹងយើងត្រូវចាំកន្លែងហ្នឹងមួយដែរបើប្រធានគ្មានអភន្តរសញ្ញាពេលយើងយកមកវិញក៏មិនបាច់ដាក់ដែរមិនបាច់ដាក់ទេទី2បើប្រធានមានអភន្តរសញ្ញាពេលយកមកវិញត្រូវតែដាក់ហើយមួយទៀតប្រភេទប្រធានដែលមានអភន្តរសញ្ញាបងប្អូនយើងចម្លងមកវិញសូមឲ្យច្បាស់ណាកុំឲ្យខុសកុំឲ្យថែមកុំឲ្យថយឲ្យសោះព្រោះប្រធានដែលមានអភន្តរសញ្ញាមានតែពាក្យពេចន៍បនប្រធានគេគឺច្បាស់លាស់អញ្ចឹងយើងចម្លងមកវិញឲ្យត្រឹមត្រូវណាកុំឲ្យធ្វើប្រហែសលេងដូចថាចង់លឿនពេកឬក៏ធ្វើប្រហែសគាត់អានប្រធានគេទៅហើយយកមកសរសេរដោយអត់ទៅមើលប្រធានលំអិតឡើងវិញជួនកាលយើងសេតាមយើងអានហើយសរសេរយកទៅជួនកាលបាត់ពាក្យពេចន៍គេក៏គេដកបន្ទុកដែរណាបាទអញ្ចឹងយើងចម្លងប្រធានមកវិញឲ្យបានគ្រប់ចំណុចឲ្យគេវិញយើងចោទសួរតើចំណុចត្រង់ណាខ្លះបាទប្រធានបញ្យលគេសួរអត់ចោលតែខ្លះហ្នឹងណាបាទតើចំណុចត្រង់ណាខ្លះដែលបង្ហាញពីលក្ខណៈមនុស្សក្នុងរឿងរាមកេរ្តិ៍ពេលនេះគេសួរអញ្ចឹងហ្មងអញ្ចឹងចំណុចត្រង់ណាខ្លះឬក៏កន្លែងនេះយើងចង់សួរថាតើតួអង្គណាខ្លះដែលបង្ហាញឲ្យឃើញពីលក្ខណៈមនុស្សក្នុងរឿងរាមកេរ្តិ៍អញ្ចឹងក៏បានដែរបាទប៉ុន្តែនេះយើងសួរអញ្ចឹងក៏បានដែរអត់បញ្ហាទេណាបាទអញ្ចឹងបងប្អូនយើងកត់ចំណាំប៉ុណ្ណឹងហើយយើងចូលទៅបន្តចូលទៅក្នុងតួសេចក្តីយើងបាន6បន្ទុកក៏មិនតិចដែរណាប៉ុន្តែពេលយើងប្រឡងតាមលោកគ្រូដឹងមកទៅជា70បន្ទុកនៅក្នុងសំណេរហើយ70បន្ទុកអញ្ចឹងនៅក្នុងបំណងស្រាយវាអាចចាប់យក50បន្ទុកបាត់ហើយអញ្ចឹងណា